ចឹងដើម្បីឆ្លើយតបជាមួយតម្រូវការភ្ញៀវគឺខ្ញុំយកតុក្កតាប្រភេទអោបមកច្រើនហើយខ្ញុំយកមកគឺខ្ញុំផ្ដោតលើគុណភាពល្អៗតែខ្ញុំដាក់តម្លៃសមរម្យជូនបងណាចាគុណភាពល្អៗសុវត្ថិភាពដូចជាប្រភេទនេះអីទីផ្សារគេទៅខាងអឺរ៉ុបអញ្ចឹងណាហ្នឹងហើយគុណភាពសុវត្ថិភាពល្អបើនិយាយពីរូបរាងគេនេះគឺពីរផ្សេងគ្នាមួយទន់សាយមួយកន្លះឃ្មុំអញ្ចឹងប្រភេទនេះគេហៅប្រភេទរាងសបែបកាកអំពៅនេះពណ៌រៀងប្រផេះបងណាចាអញ្ចឹងប្រភេទខ្លាឃ្មុំនេះគឺនេះមើលភ្នែកគេមានមុខមានភ្នែករបស់គេប៉ុន្តែគេធ្វើពណ៌មករៀងច្រឡំមួយខ្លួនហ្នឹងមើលទៅអត់សូវឃើញហើយទន្សាយនេះក៏មានដែរហើយសាច់កណាត់គេគឺទុនល្មើយហ្មងទុនល្មើយអត់ហុយអត់អីណាហើយយើងបើកពួកបែនមកប្រភេទនេះគឺស្ងាត់ហើយទំហំគេគឺអត់តូចទេធំគេគឺធំគួរសមហើយសំខាន់ហ្នឹងគឺខ្ជូតមែនតើគេធ្វើជើងវែងៗណាអាចអង្គុយបានដែរគឺអាចដាក់តុអង្គុយចាហើយទន្សាយនេះគេធ្វើតិចគេមកគឺសេរីវែងខ្លីខ្ជូតមែនតើខ្ជូតហើយកន្លះឃ្មុំនេះបើយើងគិតទៅអត់ខុសពីទន្សាយទំហំមកប៉ុន្តែនៅពេលដែលខ្លះឃ្មុំមានតិចខ្លីជាងទន្សាយយើងមើលទៅដូចតូចអញ្ចឹងតែពិតអត់ទេវាខុសគ្នាដល់តិចអីអញ្ចឹងហើយលើបងស្រឡាញ់បែបមុខខ្លះឃ្មុំយកខ្លះឃ្មុំតែបងស្រឡាញ់បែបទន្សាយយកទន្សាយអញ្ចឹងប្រភេទនេះបងអាចមើលបានខ្ញុំវល់មកជុំជូនចាយល់ទៅខ្ញុំចង់ឲ្យភ្ញៀវគាត់មើលឲ្យច្បាស់ហ្មងណាបងខ្ញុំអត់ប្រឡំភ្ញៀវទេកុំបារម្ភគឺតែងពីខ្ញុំមើលវីដេអូមិនគឺអញ្ចឹងគាត់ថាអាចថាពេលខ្លះនៅក្នុងវីដេអូវារៀងឬក៏ស្អាតអីចឹងទៅក្រៅគឺស្អាតជាងនឹងព្រោះដោយសារនៅក្រៅយើងមានកង់ពលឺកង់អីទេអញ្ចឹងបងស្រឡាញ់មួយនេះអាច screenshot មកបញ្ជាក់អ្នកលក់បានចាថ្លៃប៉ុនគ្នានេះខាងក្រោយគេនេះគេធ្វើ day មក style ហើយកន្លែងលេអីទីអញ្ចឹងណាអញ្ចឹងប្រភេទនេះប្រភេទអោបងហើយបងឯងឆ្លងថាសម្រាប់ក្មេងអាយុបានអត់កំណត់ទេបងសំខាន់ថាតើបងទិញឲ្យអូននៅអូនអាយុបានខែអូនមួយខែពីរខែ3 4 5ខែគឺសិតតែទិញឲ្យបានសួរថាប្រើបានដល់ពេលណាប្រើរហូតដល់ពេលអូនធុញព្រោះបើសិនជាសម្រាប់ខ្ញុំហ្មងខ្ញុំចាក់អារម្មណ៍ថាតុក្កតាដែលក្មួយគាត់ប្រើកាប់ពីកូនថ្ងៃហ្នឹងមកដល់ឥឡូវគាត់ចូលរៀនមកតៃគាត់នៅតែប្រើដែរមាន3ឆ្នាំមាន4ឆ្នាំគាត់នៅស្រឡាញ់នៅប្រើធម្មតាអញ្ចឹងយើងអត់មានកំណត់ថាអាយុដល់ប៉ុណ្នេះឡើងឲ្យប្រើអត់គឺអត់មានកំណត់អញ្ចឹងទេអញ្ចឹងបងត្រូវការអាចកំងបានណា